សម្រាប់អ្នកដែលធ្វើការពេញម៉ោងហើយមិនទាន់មានបញ្ញាបត្រឬក៏នុបណ្ឌិតហើយចង់បានវាមើលវីដេអូនេះទៅគឺចំតែម្ដងអ្នកដែលធ្លាប់មើលវីដេអូខ្ញុំពីមុនមកប្រហែលជាស្គាល់ខ្ញុំដោយសារវីដេអូកង់ឬក៏វីដេអូពេញប៉ោះនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកបទពិសោធន៍របស់ខ្ញុំដែលរៀនអនឡាញនៅសាលា University of the People ក្នុងនោះមាន4ចំណុចទី1ថាតើ University of the People ហ្នឹងសាលាហ្នឹងជាសាលាអ្វីទី2ថាធ្វើម៉េចទើបដាក់ពាក្យទៅរៀននៅសាលាហ្នឹងបានទី3ថាតើការរៀនអនឡាញនឹងមានលក្ខណៈបែបម៉េចដែរហើយទី4តើខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅរៀនអនឡាញនៅសាលា University of the People ដែរឬអត់ស្វាគមន៍មករៀនខ្លួនឯងឬ self taught KH ខ្ញុំបញ្ញាគឺជាបុគ្គលិកការងារពេញម៉ោងដែលធ្វើការគ្រប់គ្រងដល់អាជីវកម្មខ្នាតតូចនិងមធ្យមលើផ្នែកវិស័យកសិកម្មនិងបរិស្ថានក្នុងនោះផងដែរខ្ញុំក៏ឆ្លៀតពេលរៀនបញ្ញាបត្រអនឡាញលើជំនាញរដ្ឋបាលពាណិជ្ជកម្មនៅសាលាមួយឈ្មោះ University of the People នៅសហរដ្ឋអាមេរិកនិយាយជាក់ស្ដែងទៅខ្ញុំក៏មិនទាន់ជាសហគ្រិនឬក៏មានអាជីវកម្មដែលជោគជ័យអ្វីខ្លួនឯងនោះដែរក៏ប៉ុន្តែខ្ញុំកំពុងតែខិតខំធ្វើការផងរៀនផងដើម្បីសន្សំបទពិសោធន៍ការធ្វើវីដេអូនេះគឺខ្ញុំមានបំណងចង់ចែករំលែកនៅដំណើរដែលខ្ញុំរៀនអនឡាញនៅសាលា University of the People ហ្នឹងក៏ដូចជាការងារគ្រប់គ្រងអាជីវកម្មរបស់ខ្ញុំក្នុងនោះដែរវាក៏មិនមែនជាវីដេអូមេរៀនផ្លូវការឬក៏ការផ្ដល់ប្រឹក្សាយោបល់ជំនាញអ្វីនោះដែរវាជាការចែករំលែកបទពិសោធន៍ឬក៏ដំណើររបស់ខ្ញុំនៅក្នុងការរៀនអនឡាញក៏ដូចជាធ្វើការងារគ្រប់គ្រងអាជីវកម្មអញ្ចឹងវាអាចមានត្រូវវាអាចមានខុសសូមបងប្អូនគិតមុនជឿហើយពិចារណាមុនយកទៅសាកធ្វើខ្លួនឯងចំណុចទី1របស់យើងគឺនិយាយអំពីថាតើសាលា University of the People ហ្នឹងគឺជាសាលាបែបម៉េចដោយដែលបានឃើញនៅក្នុង website របស់សាលានេះអញ្ចឹងគឺរូបគាត់ហ្នឹងជាស្ថាបនិកក៏ដូចជានាយករបស់សាលានឹងផ្ទាល់ហើយសាលា University of the People ហ្នឹងគឺជាសាលាមួយដែលផ្ដោតទៅលើការបង្រៀនអនឡាញការផ្ដល់ចំណេះដឹងឬក៏ការអប់រំនឹងអនឡាញ 100% តែម្ដងហើយមិនមានគិតថ្លៃទេសាលានេះក៏ត្រូវបានទទួលស្គាល់ទៅដោយប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិកផ្ទាល់តែបើនិយាយឲ្យស្មោះត្រង់ទៅអ្វីត្បិតតែដូច្នោះមែនសាលានេះបើយើងប្រៀបធៀបទៅនឹងសាលាដូចជាសាលា Ivy League មានដូចជា MIT Harvard Yale ឬក៏ Princeton ឬក៏សាលាអីផ្សេងទៀតហ្នឹងគឺវាមិនទាន់ដល់កម្រិតដូចសាលាទាំងអស់នោះទេដោយសារសាលាទាំងអស់នោះគឺតម្លៃរាប់ម៉ឺនក្នុងមួយឆ្នាំហើយសាលា University of the People នេះវាសឹងតែអត់អស់លុយខ្ញុំនឹងបញ្យល់នៅពេលក្រោយថាបានន័យថាម៉េចគោលបំណងនៃការបង្កើតសាលានេះឡើងគឺស្ថាបនិកដូចដែលឃើញក្នុងរូបហ្នឹងគឺគាត់មានគោលបំណងគិតថាគាត់ចង់ឲ្យការអប់រំកម្រិតជាន់ខ្ពស់ហ្នឹងវាអាចជ្រាបទៅទូលំទូលាយទៅដល់គ្រប់ទីកន្លែងនៅក្នុងពិភពលោកមិនចាំបាច់ទាល់តែនៅសហរដ្ឋអាមេរិកទេសូម្បីតែប្រទេសដែលក្រីក្រប្រទេសដែលលំបាកប្រទេសដែលអត់ទាន់មានធនធានប្រជាជនដែលរស់នៅក្នុងប្រទេសទាំងអស់ហ្នឹងក៏គាត់អាចមានឱកាសរៀនសូត្រក្រេបជញ្ជក់យកការអប់រំជាន់ខ្ពស់បែបហ្នឹងដែរជាមូលហេតុដែលគាត់ធ្វើឲ្យឬក៏បង្កើតសាលាហ្នឹងឲ្យវាជាសាលាអនឡាញ 100% សុទ្ធតែម្ដងសាលាហ្នឹងគឺអត់មាន campus អត់មានទីធ្លាសាលាអត់មានទីតាំងសាលាជាលក្ខណៈថាសិស្សអាចទៅរៀននៅក្នុងថ្នាក់ឬក៏ទៅរស់នៅក្នុងសាលានឹងតែម្ដងគឺអត់មានទេហើយដូចដែលបានឃើញនេះអញ្ចឹងសាលានឹងគឺមានដៃគូសហការផ្សេងក្នុងនោះមានសាលាសកលផ្សេងទៀតដែរដូចជា NYU New York University ដែលនៅអាមេរិកនឹងផ្ទាល់មាន University of Edinburgh អានឹងគឺនៅអង់គ្លេសហើយមានជាប្រព័ន្ធ IB នេះជាប្រព័ន្ធ curriculum មួយដែលអ្នកបើសិនជារៀននៅសាលាអន្តរជាតិប្រហែលជាធ្លាប់ស្គាល់ហើយសម្រាប់សិស្សវិទ្យាល័យគឺអាចរៀនប្រព័ន្ធអប់រំនឹងបានគឺគេទទួលស្គាល់ចប់វិទ្យាល័យទៅចង់ដាក់ទៅរៀននៅសាលានៅអាមេរិកឬក៏នៅអឺរ៉ុបឬក៏នៅអាស៊ីយើងភាគច្រើនហ្នឹងគេនឹងទទួលហើយក្នុងនឹងដែរមានសាលាផ្សេងទៀតដូចជាសាលា McGill University ដែលនៅកាណាដាសម្រាប់ការរៀននៅសាកល University of the People នឹងទៀតសោតគឺមានប្រភេទមុខវិជ្ជាផ្សេងដោយដែលឃើញនៅក្នុង website នេះអញ្ចឹងក្នុងនោះគឺមានកម្រិត Master Degree គឺកម្រិតអនុបណ្ឌិតកម្រិត Bachelor Degree កម្រិតបញ្ញាបត្រកម្រិត Associate Degree គឺកម្រិតបញ្ញាបត្ររងហើយក៏មានជាលក្ខណៈ
វគ្គដែលទទួលបាន certificate វិញ្ញាបនបត្រផ្សេងៗហើយក្នុងនោះមុខវិជ្ជាដែលមានតាមកម្រិតមួយហ្នឹងនៅក្នុងឋានៈអនុបណ្ឌិតមានដូចជា business administration ឬក៏យើងហៅរដ្ឋបាលពាណិជ្ជកម្មហ្នឹងហើយអាចមានជា information technology IT យើងហៅទូទៅឬក៏ education រៀនតាក់ទងការផ្ដល់ការអប់រំជាគ្រូជាអីហ្នឹងហើយក្នុងនឹងដែរក្នុង bachelor degree គឺមានមុខវិជ្ជាដូចគ្នាអញ្ចឹងគ្រាន់តែថា IT ហ្នឹងគឺគេហៅថា computer science ឬក៏វិទ្យាសាស្ត្រ computer ហើយមានមុខវិជ្ជាមួយទៀតហ្នឹងគឺគេហៅថា health science ឬក៏វិទ្យាសាស្ត្រសុខាភិបាលហើយនៅក្នុងកម្រិតបញ្ញាបត្ររងគឺមានស្តៀងគ្នានឹងដែរគឺមានមុខវិជ្ជារដ្ឋបាលពាណិជ្ជកម្មមានមុខវិជ្ជាវិទ្យាសាស្ត្រ computer ក៏ដូចជាវិទ្យាសាស្ត្រសុខាភិបាលហើយក្នុងផ្នែកឬក៏កម្រិតការរៀនយកជាវិញ្ញាបនបត្រផ្សេងៗហ្នឹងមានជា business administration រដ្ឋបាលពាណិជ្ជកម្មនឹងដូចគ្នាមានជាវិទ្យាសាស្ត្រ computer មានជាវិទ្យាសាស្ត្រសុខាភិបាលហើយក្នុងនោះក៏មានជាវគ្គរៀនភាសាអង់គ្លេសសម្រាប់អ្នកដែលមិនមែនប្រើភាសាអង់គ្លេសជាភាសាគោលមានន័យថាភាសាអង់គ្លេសគឺជាភាសាទី2របស់គាត់សម្រាប់ចំណុចដែលនិយាយថាអ្វីត្បិតតែសាលានឹងទទួលស្គាល់ដោយប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិកក៏ប៉ុន្តែបើប្រៀបធៀបទៅសាលា Ivy League នៅអាមេរិកហ្នឹងគឺវាអត់មានកម្រិតថាខ្ពស់ស្មើនឹងគេនឹងទេតើមានន័យថាដូចម្ដេចហ្នឹងគឺដូចតែឃើញក្នុង website នេះអញ្ចឹងបានបង្ហាញបញ្ជាក់ឲ្យឃើញថាសិស្សដែលបានរៀនចប់នៅសាលាUniversity of the People ហ្នឹងថ្នាក់បញ្ញាបត្រអញ្ចឹងគាត់អាចបន្តទៅរៀនថ្នាក់អនុបណ្ឌិត Master Degree ហ្នឹងនៅសាកលផ្សេងៗទៀតដូចមានឃើញជាសាកល NYU New York University ហ្នឹងមានដូចជា MIT មានដូចជាUniversity of Auckland នៅ New Zealand ហើយ University of Nairobi នៅ Kenya ឬក៏ University មួយទៀតនេះនៅ Italy ហើយមានច្រើនផ្សេងទៀតអញ្ចឹងទៅក្រៅពីនោះបើអ្នកដែលគាត់រៀនចប់ថ្នាក់បញ្ញាបត្រក្តីឬក៏ចប់ថ្នាក់អនុបណ្ឌិតក្តីគាត់ក៏អាចដាក់ពាក្យជាប់ទៅធ្វើការនៅក្រុមហ៊ុនធំៗដូចជា Google ដូចជា IBM ដូចជា Apple ឬក៏ Dell Microsoft Amazon ហើយនឹងមាននៅអង្គការសហប្រជាជាតិ UN នេះជាដើមអាហ្នឹងហើយគឺជាភស្តុតាងមួយដែលបង្ហាញថាការដែលទទួលបានសញ្ញាបត្របញ្ញាបត្រក្តីឬក៏អនុបណ្ឌិត Master Degree ក្តីពីសាលា University of the People ហ្នឹងគឺសិស្សអាចមានផ្លូវបែបហ្នឹងហើយទទួលស្គាល់បែបហ្នឹងអញ្ចឹងសម្រាប់អ្នកដែលចាប់អារម្មណ៍រៀនបញ្ញាបត្រនៅសាលា University of the People ហ្នឹងដូចដែលឃើញនៅក្នុង website នេះគឺគាត់ត្រូវធ្វើយ៉ាងណាឲ្យគាត់អាចរៀនបានចប់ចំនួន40មុខវិជ្ជាឬក៏40 course ហើយក្នុងហ្នឹងវាស្មើនឹង120 credits ហើយបើសិនជាគាត់រៀនល្អគាត់រៀនបកកែអាចនិយាយបានថាគាត់មាន GPA រក្សា GPA បានត្រឹម3ចុចឡើងនោះគាត់អាចរៀនដល់ទៅ4 course ឬក៏4មុខវិជ្ជាហ្នឹងក្នុងមួយត្រីមាសហើយមួយឆ្នាំគឺមានទាំងអស់5ត្រីមាសមួយត្រីមាសគឺអាចមាន2ខែកន្លះចឹង5ត្រីមាសហ្នឹងបើសិនជាមួយត្រីមាសគាត់រៀនបាន4មុខវិជ្ជា4 course ចឹងគុណទៅឃើញថាមួយឆ្នាំហ្នឹងគាត់អាចរៀនបានឡើង20 course ឬក៏20មុខវិជ្ជារួចទៅហើយអញ្ចឹងតែ2ឆ្នាំហ្នឹងគឺអាចបានគ្រប់40 course 40មុខវិជ្ជាចឹងហើយបានជាគេដាក់ជាទូទៅជាមធ្យមសិស្សដែលគាត់ប្រឹងរៀនគាត់រៀនបានល្អគាត់រៀនតាន់គេ GPA ល្អគាត់អាចរៀនចប់បញ្ញាបត្រហ្នឹងគឺនៅក្នុងចន្លោះពី2ឆ្នាំទៅ2ឆ្នាំកន្លះហ្នឹងឯងចំណុចទី2របស់យើងគឺថាធ្វើម៉េចទើបយើងអាចដាក់ពាក្យមករៀននៅសាលា Online University of the People នឹងបានដោយដែលឃើញនៅក្នុងនេះចឹង website គឺដើម្បីអាចដាក់ជាប់មករៀននៅសាលា University of the People នឹងបានគឺត្រូវធ្វើតាមជំហានទាំងអស់នេះដែលក្នុងនោះជំហានទី1 create your account ហ្នឹងគឺត្រូវបង្កើតជា account មួយរបស់យើងក្នុងនាមជាសិស្សហ្នឹងនៅក្នុងសាលា University ឬក៏ website របស់សាលាយើងបង្កើត account ហ្នឹងទៅដើម្បីយើងបំពេញព័ត៌មានទូទៅរបស់យើងបញ្ចូលទៅក្នុងwebsite របស់សាលានៅក្នុង account របស់យើងហ្នឹងបន្ទាប់មកទៀតសម្រាប់អ្នកដែលគាត់រៀនទទួលបានអាចថាគាត់ចូលទៅរៀននៅបញ្ញាបត្របាន1ឆ្នាំឬក៏2ឆ្នាំហើយគាត់អាចស្នើសុំ transfer credit របស់គាត់ពីសាលាសាកលវិទ្យាល័យដែលគាត់រៀនហ្នឹងទៅ
រៀនបន្តនៅសាលា University of the People ហ្នឹងក៏ប៉ុន្តែគាត់ត្រូវឲ្យច្បាស់ថាប្រព័ន្ធ credit នៅសាលាសកលដែលគាត់កំពុងរៀនហ្នឹងគឺគេទទួលស្គាល់នៅសាលា University of the People ដែរហើយគាត់ត្រូវបកប្រែពីភាសាជាតិទៅជាភាសាអង់គ្លេសហើយសម្រាប់សិស្សសាលាដែលទើបតែចប់វិទ្យាល័យឬក៏លក្ខខណ្ឌមួយដែលធ្វើម៉េចយើងដឹងថាយើងអាចដាក់ពាក្យទៅបានហ្នឹងគឺគាត់ត្រូវតែធ្វើយ៉ាងណាឲ្យចប់ថ្នាក់កម្រិតវិទ្យាល័យទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហើយពេលដែលចង់ដាក់ពាក្យទៅគាត់គ្រាន់តែយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហ្នឹងដើម្បីបកប្រែទៅជាភាសាអង់គ្លេសហើយយកសៀវភៅសិក្ខាគារិកដើម្បីបកប្រែទៅជាភាសាអង់គ្លេសដែរទៅប៉ុណ្ណឹងគាត់អាចចាប់ផ្ដើមដំណើរការដាក់ពាក្យនឹងបានហើយប៉ុន្តែចំណុចដែលសំខាន់មួយទៀតដែរហ្នឹងគឺធ្វើម៉េចគាត់ត្រូវបង្ហាញឲ្យគេឃើញថាគាត់មានចំណេះដឹងផ្នែកភាសាអង់គ្លេសហ្នឹងអាចរៀននៅសាលា University of the People នឹងបានគាត់អាចមានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់រៀនសូត្រទៅទាន់គេបានធ្វើម៉េចអាចដឹងពីកន្លែងចំណុចហ្នឹងគឺគាត់មានពីរជម្រើសទី1គឺគាត់អាចធ្វើការតេស្តប្រឡង IELTS ឬក៏ TOEFL ដែលគេជាតេស្តភាសាអង់គ្លេសហ្នឹងដើម្បីទទួលបានពិន្ទុមកយកដាក់អាហ្នឹងទៅឲ្យសាលា University of the People ឬក៏មួយទៀតបើគាត់អត់ចង់ចំណាយលុយធ្វើតេស្តនឹងទេគាត់អាចចុះឈ្មោះគ្រាន់តែបង្កើត account នៅ website សាលា University of the People នឹងសិនមកបំពេញព័ត៌មានបំពេញអីចឹងមករួចហើយស្នើសុំចូលរៀនវគ្គអង់គ្លេសដែលដូចខ្ញុំលើកឡើងពីខាងដើមអញ្ចឹងមានថ្នាក់មួយហ្នឹងគឺបង្រៀនអង់គ្លេសសម្រាប់អ្នកដែលភាសាអង់គ្លេសមិនមែនជាភាសាគោលរបស់គាត់អញ្ចឹងយើងរៀនវគ្គហ្នឹង course ហ្នឹងធ្វើម៉េចឲ្យតែជាប់ឲ្យចប់យើងនឹងអាច qualify យើងនឹងអាចដាក់ពាក្យបានហើយបន្ទាប់មកទៀតជំហានដែលគាត់ត្រូវធ្វើមួយទៀតហ្នឹងគឺគាត់ត្រូវគិតឬក៏បង្ហាញអំពីលទ្ធភាពក្នុងការបង់លុយទៅសាលាហ្នឹងអញ្ចឹងកន្លែងចំណុចនេះខ្ញុំចង់បញ្ជាក់ដូចដែលបានបង្ហាញពីខាងដើមទីបង្អស់ហ្នឹងសាលាហ្នឹងគឺគេដាក់ថា tuition free ឬក៏អត់អស់លុយទេហេតុអ្វីមកដល់ចំណុចនេះនិយាយរឿងលុយអញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិចគេដាក់ថាអត់អស់លុយហ្នឹងក៏ពិតវាមិនមែនអត់អស់លុយទាំងស្រុងទេវាត្រូវមានចំណាយខ្លះដែរមានជាការបរិច្ចាគពីយើងទៅវិញលុយហ្នឹងគឺយកទៅធ្វើអីគឺយកទៅដើម្បីបង់ថ្លៃឲ្យគ្រូឬក៏ instructor របស់យើងគាត់ចូលមកកែវិញ្ញាសាលំហាត់តាមមុខវិជ្ជារបស់យើងមួយហ្នឹងហើយតាមអីដែលខ្ញុំរៀនកន្លងមកហ្នឹងក្នុងមួយមុខវិជ្ជាហ្នឹងគឺយើងត្រូវបង់ពីចន្លោះ120ទៅ$130ហើយក្នុងហ្នឹងបើសិនជាយើងបារម្ភខ្ញុំចង់ប្រាប់ថាកុំបារម្ភដោយសារអីអ្វីតែគេមានបងជាលុយប៉ុណ្ណឹងក៏គេបើកផ្លូវឲ្យយើងច្រើនគេបើកឱកាសគ្រប់គ្រងឲ្យយើងច្រើនក្នុងការបង្ហាញទៅគេដាក់ពាក្យទៅគេថាយើងអត់មានលទ្ធភាពបង់អញ្ចឹងយើងស្នើសុំយកអាហារូបករណ៍ពីគេគ្រាន់តែចង់ឃើញថាតើយើងមានលទ្ធភាពបង់ប៉ុណ្ណាយើងមានលទ្ធភាពបង់ប៉ុណ្ណាយើងប្រាប់គេទៅសល់ប្រមាណគេនឹងធ្វើឲ្យប្រកាសថាយើងនៅតែរៀនបានបើទោះជាយើងអត់មានលុយបង់គ្រប់ក៏ដោយយើងអាចស្នើសុំជាអាហារូបករណ៍បានហើយក្នុងនឹងដែរចំនួនទឹកប្រាក់សរុបបើយើងកណនាមើលសាកទៅដឹងហើយបើសិនជាមួយមុខវិជ្ជាមួយ course យើងបង់ថា120ទៅ130ហ្នឹងអញ្ចឹងទាំងអស់40 course 40មុខវិជ្ជាយើងគុណជាលុយទៅមកចប់បានបញ្ញាបត្រហ្នឹងយើងត្រូវចំណាយប្រហែលជា$4,000ទៅ$5,000ហើយក្នុងនឹងដែរពេលដែលយើងបញ្ជាក់អានឹងហើយចុងបញ្ចប់យើងគ្រាន់តែចុះឬក៏សញ្ញេ agreement កិច្ចព្រមព្រៀងមួយខាងសាលាទៅយើងនឹងអាចចូលរៀនបានហើយចំណុចទី3ថាតើការរៀននៅសាលា online University of the People ហ្នឹងវាមានលក្ខណៈមិនដែរអញ្ចឹងសម្រាប់បទពិសោធន៍ខ្ញុំដែលរៀនជិត2ឆ្នាំជាងនេះគឺវាមានលក្ខណៈបត់បែនខ្លាំងដោយសារអីពេលរៀននៅសាលា University of the People ហ្នឹងយើងចង់រៀនពេលណាក៏បានយើងរៀនពីកន្លែងណាក៏បានដោយសារវាអនឡាញសំខាន់ឲ្យតែយើងមានអ៊ីនធឺណិតហើយឲ្យតែយើងចេះភាសាអង់គ្លេសហើយក្នុងហ្នឹងសម្រាប់រៀងរាល់សប្តាហ៍ពេលដែលយើងរៀនហ្នឹងគឺគ្រូឬក៏ instructor របស់យើងតាមមុខវិជ្ជាមួយគាត់នឹងបោះជាសភៅពុម្ពឲ្យយើងហើយគាត់នឹងដាក់ជាលំហាត់ឲ្យយើងធ្វើជាប្រចាំអាទិត្យហ្នឹងជាងលំហាត់នឹងមានអីគេខ្លះមានជាការអានចឹងយើងត្រូវមានលំហាត់អានសភៅនឹងតាម chapter តាមជំពូកនឹងប្រមាណជំពូកដែលគាត់ដាក់ឲ្យចឹងទៅហើយមានជាលំហាត់ភាសាក្រុមហើយមានលំហាត់ជាលក្ខណៈសរសេរជាសំណេរ
ពាក់ព័ន្ធទៅនឹងមុខវិជ្ជាឬក៏មេរៀនដែលយើងរៀនក្នុងអាទិត្យហ្នឹងហើយនឹងមានជាការធ្វើលំហាត់តេស្តសមត្ថភាពនៅចុងអាទិត្យឬក៏នៅក្នុងអាទិត្យហ្នឹងដែរអញ្ចឹងទាំងអស់ហ្នឹងខ្ញុំសូមបញ្ជាក់ថាគឺធ្វើឡើងគឺផ្ដោតឬក៏តាមរយៈការសរសេរទាំងអស់ក្នុងហ្នឹងបានន័យថាម៉េចសូម្បីតែការធ្វើលំហាត់ពិភាក្សាក្រុមហ្នឹងគឺយើងសរសេរការធ្វើលំហាត់សរសេរសំណេរពីមេរៀនរបស់យើងក៏សរសេរហើយការធ្វើតេស្តសម្រាប់អាទិត្យមួយហ្នឹងក៏យើងសរសេរបើសិនជាសួរថាតើមានជាលក្ខណៈថាមេរៀនដែលគេ record ជាវីដេអូទុកឬក៏មានជាលក្ខណៈការជួបទេ online video call រៀនជាមួយគ្រូអត់ហ្នឹងគឺអត់មានទេបើសិនជាមានជាវីដេអូមេរៀនគឺវីដេអូមេរៀនដែលគេ record ទុកតាមប្រភពផ្សេងហ្នឹងគ្រូយើងគ្រាន់តែផ្ញើជា link ហ្នឹងឲ្យយើងចូលទៅមើលបន្ថែមទៅអញ្ចឹងសម្រាប់អ្នកដែលរៀនបែបនេះគឺអាចនិយាយបានថាតើតែគាត់រៀងចូលចិត្តធ្វើការស្វ័យសិក្សារៀនដោយខ្លួនឯងហ្នឹងទើបអាចថាគាត់រៀនទៅវាទៅមុខបានរលូនសម្រាប់អ្នកដែលទាមទារថាតើតែមានគ្រូតើតែមានមិត្តភ័ក្តិរួមថ្នាក់ជាមួយគ្នាអង្គុយនិយាយមួយគ្នាគ្រូមកបរៀនផ្ទាល់តែម្ដងហ្នឹងគឺវាអត់មានចឹងទេឥឡូវមកដល់ចំណុចចុងក្រោយគេគឺចំណុចទី4សួរថាតើខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលចាប់អារម្មណ៍ចង់រៀនបានបញ្ញាបត្រឬក៏អនុបណ្ឌិតហ្នឹងមករៀនអនឡាញនៅសាលា University of the People នឹងដែរអត់ចឹងដើម្បីឆ្លើយនឹងសំណួរហ្នឹងខ្ញុំនឹងត្រូវការសួរទៅវិញថាតើអ្នកដែលចង់រៀនហ្នឹងតើគាត់មានប្រភេទរៀនឬក៏របៀបរៀន learning style របស់គាត់ហ្នឹងវាបែបម៉េចបើសិនជាគាត់ជាអ្នកដែលដូចខ្ញុំនិយាយខាងមុនហ្នឹងដែរហ្នឹងថាគាត់ត្រូវការមានគ្រូមានមិត្តភ័ក្តិមករៀនអង្គុយទល់មុខគ្នាមានគ្រូមកបញ្យលផ្ទាល់អញ្ចឹងអីអាហ្នឹងវានឹងពិបាកសម្រាប់គាត់ហើយបើសិនជាគាត់ជាអ្នកដែលថាចាប់អារម្មណ៍ក្នុងការរៀនខ្លួនឯងមានន័យថាធ្វើស្វ័យសិក្សាដោយខ្លួនឯងបានចូលចិត្តអានឬក៏អាចអានបានដោយខ្លួនឯងរៀនបានដោយខ្លួនឯងបើសិនជាអត់ចេះអត់យល់ឆ្ងល់អីអាចresearch អាចឆែកមើលលើអ៊ីនធឺណិតរកប្រភពផ្សេងឬក៏សួរឆាតសួរគ្រូសួរសិស្សឲ្យបានអាហ្នឹងគឺគាត់អាចរៀននៅសាលា University of the People នឹងបានហើយសម្រាប់ខ្ញុំជាក់ស្ដែងដូចជាខ្ញុំនិយាយអញ្ចឹងខ្ញុំធ្លាប់មានជាបញ្ហាពិបាកខ្លះដែរពេលដែលចាប់ដើមដំបូងប៉ុន្តែដោយសារខ្ញុំចូលចិត្តរៀនបែបហ្នឹងអញ្ចឹងវាធ្វើឲ្យខ្ញុំកាន់តែពីមកវគ្គទៅមកវគ្គពីមក course ទៅមក course ខ្ញុំកាន់តែប្រសើរទៅហើយសម្រាប់អ្នកដែលចាប់អារម្មណ៍ខ្ញុំគិតថាសួរខ្លួនឯងសំខាន់ទៅលើតែចំណុចថាយើងមានរបៀបរៀនហ្នឹងបែបម៉េចបើថាយើងគិតថាយើងអាចទៅរួចតាមរបៀបរៀនបែប online នៅ University of the People ហ្នឹងហើយខ្ញុំគិតថារៀនទៅគឺល្អដែរដោយសារអីយើងរៀនភ្លេចបើកទោះយើងធ្វើការពេញម៉ោងក្តីយើងឆ្លៀតពេលយប់ឬក៏ពេលព្រឹកធ្វើតាមបែបណារៀបការភាពបែបណាដែលវាទៅរួចដែលវា work សម្រាប់ការរៀនឬក៏ការធ្វើការពេញម៉ោងរបស់យើងនឹងទៅភ្លេចខ្លួនចប់យើងបានបញ្ញាបត្រយើងបានស្រួលបើអ្នករៀនអនុបណ្ឌិតបានអនុបណ្ឌិតទៀតអញ្ចឹងចុងក្រោយការចែកម្លែករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយបើសិនជាអ្នកតាមដានទាំងអស់គ្នាមើលវីដេអូនេះហើយគិតថាមានប្រយោជន៍តាមរូបភាពណាមួយតូចក្តីធំក្តីអាចជួយ follow ជួយ subscribe YouTube channel របស់រៀនខ្លួនឯងឬក៏ self taught KH ហ្នឹងឬក៏បណ្ដាញសង្គមផ្សេងទៀតគ្រាន់តែវាយរៀនខ្លួនឯងឬក៏ self taught KH ហ្នឹងចឹងទៅនឹងអាចឃើញចាំជួយ subscribe ឬក៏ follow ម្នាក់មួយអរគុណ